ទោះបីតម្លើងកងទ័ព10 ដងឬ20 ដងទៀតក៏រដ្ឋាភិបាលនេះមិនខ្វះលុយចិញ្ចឹមកងទ័ពទេប៉ុន្តែអ្វីដែលជាសក្តីត្រូវការរបស់យើងនៅពេលនេះដែលខ្ញុំតែងតែទូបង្គំខ្ញុំតែងតែបញ្ជាក់គឺខឿនការពារជាតិរបស់ប្រជាជនការផ្សារភ្ជាប់រវាងប្រជាជននិងកងទ័ពគឺតែមួយដូច្នេះបើសិនជាសកម្មភាពត្រឹមតែកងទ័ពគ្មានការគ្រប់គ្រងពីប្រជាជនមិនគ្រប់គ្រាន់ទេអញ្ចឹងខ្ញុំចង់ថាតើស្ថានីយ៍ទូទាស់វិទ្យុណាដែលអាចធ្វើជាមូលនិធិបង្កើតជាមូលនិធិត្រួតត្រងសមរភូមិមុខមិនមែនសមរភូមិត្រួតត្រងកងទ័ពការពារជាតិដោយកាលពីឆ្នាំ2008 2009 2010 2011កាលនោះទូទាស់បាយ័ននិង CTN ធ្វើកម្មវិធីនេះដើម្បីឲ្យអ្នកពេលនោះសូម្បីតែអ្នកធាក់ស៊ីក្លូក៏យកលុយទៅចូលដែរ 5,000 3,000 គឺប្រជាជនចូលនេះបង្ហាញពីការរួមចំណែកការពារឯករាជ្យអធិបតេយ្យភាពរបស់យើងគ្រាន់តែធ្វើការដាស់តឿនថាសូមកុំបង្កហេតុមកលើអធិបតេយ្យរបស់យើងសូមកុំពង្រីកតំណោះពីចំណុចនេះទៅកាន់ចំណុចដទៃទៀតតែប៉ុណ្ណោះទេ